ខ្ញុំសូមណែនាំខ្លួនឯងឡើងវិញបន្តិចមែនតើមិនមែនមកពីខាងសាលាណាទេខ្ញុំខ្លួនឯងផ្ទាល់ជាអតីតស្ថាប័និកហើយនៅភាគច្រើនគម្រោងដែលខ្ញុំធ្លាប់ involve មិនដែលធ្វើផ្ទាល់ទៅលើគម្រោងសាលាទេភាគច្រើនជាគម្រោងផ្ទះហើយនិងគម្រោង F&B មួយចំនួនប៉ុន្តែការងារមួយទៀតដែលខ្ញុំធ្វើហ្នឹងគឺតាក់ទងជាមួយនឹងការចងក្រងស្រាវជ្រាវឯកសារទៅលើវិស័យស្ថាបត្យកម្មហើយនិងការរៀបចំទីក្រុងដែលក្នុងនោះដែរយើងបានសហការជាមួយក្រសួងឆ្នាំមុននេះខ្ញុំគាត់ថាជារឿងល្អមួយដែលយើងពង្រីកទៅលើការសិក្សាស្រាវជ្រាវបន្ថែមទៅលើបច្ចេកសាលានៅតាមខេត្តដូចបច្ចេកសាលា Smiling Gecko ដូចវីដេអូក្រោយៗមុននេះអញ្ចឹងក៏ជាផ្នែកមួយដែលយើងបានចងក្រងផងដែរក្រៅពីនោះគឺយើងបានចងក្រងក៏ធ្វើជាអត្ថបទចែករំលែកផ្សេងៗទៅលើវិស័យស្ថាបត្យកម្មទៅលើ website របស់ពួកយើងផងដែរអ្វីដែលខ្ញុំចែករំលែកនៅទីនេះមែនតើជាបទពិសោធន៍ខ្លះៗដែលខ្ញុំបានទៅទស្សនកិច្ចហើយនឹងបានជួបជាមួយនឹងស្ថាបត្យករជាច្រើនទាំងខ្មែរទាំងបរទេសដែលគាត់បានរចនាម៉ូដនៅអគារសាលានៅក្នុងទម្រង់ផ្សេងៗគ្នាទាំងបរិបទនៅក្នុងជនបទទាំងបរិបទនៅក្នុងទីក្រុងបាទទាំងតំបន់ដោយថាមានលំហតិចទាំងតំបន់ធំទូលាយនៅកណ្ដាលវាជាដើមបាទចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថាសាលារៀនជាផ្នែកមួយសំខាន់ដែលយើងជាស្ថាបត្យករផ្ទាល់ឬក៏អ្នករចនាឬក៏នាយកសាលាត្រូវមានទស្សនវិស័យក្នុងការធ្វើម៉េចបង្កើតសាលាឡើងដើម្បីសម្រួលការគិតឬក៏សម្រួលទិសដៅនិស្សិតមកសិក្សាដើម្បីឲ្យគាត់បាទ inspire ឬក៏គាត់មានការជំរុញទឹកចិត្តក្នុងទិសដៅបែបណាមួយយើងអាចជំរុញឲ្យគាត់ដោយលោកគ្រូមានប្រសាសន៍មុនហ្នឹងជំរុញគាត់ស្រឡាញ់បរិស្ថានច្រើនជាងមុនជំរុញឲ្យគាត់ចេះធ្វើការងារជាក្រុមជំរុញឲ្យគាត់ចូលរួមសកម្មភាពសហគមន៍ឲ្យបានច្រើនជាងមុនបាទជំរុញឲ្យគាត់ស្រឡាញ់សាលារៀនបន្ថែមជំរុញឲ្យគាត់មើលសាលាដូចជាផ្ទះទី2អញ្ចឹងបាទអ្វីដែលយើងអាចធ្វើទៅបានស្ថាបត្យកម្មជាផ្នែកមួយសំខាន់ដើម្បីសម្រួលនៅសកម្មភាពទាំងអស់នោះប្រកាសណាស់មានមុខងារច្រើនទៀតដែលជាផ្នែកនៃការសម្រួលប៉ុន្តែនៅទីនេះខ្ញុំអាចលើកខ្លះទៅលើឧទាហរណ៍នៃតើស្ថាបត្យកម្មវាអាចជួយសម្រួលយ៉ាងម៉េចខ្លះសម័យថាបើយើងនៅក្នុងថ្នាក់រៀនបាទយើងអង្គុយរៀនបតាយើងស្អុះបាទយើងស្អុះយើងស្អាប់យើងក្តៅបាទឬក៏មិនមានខ្យល់បក់ឬក៏មានក្លិនអីនឹងជាដើមអញ្ចឹងសិតតែជាកត្តាទួយៗដែលប៉ះពាល់ទៅលើការដែលយើងបដោតទៅលើការរៀនជាក់ស្ដែងបាទហើយអ្វីទាំងអស់នេះបានពេលខ្លះมันជារឿងលំបាកពេកទេដែលយើងអាចធ្វើទៅបានដើម្បីឲ្យអគារមួយផ្ដល់លក្ខខណ្ឌល្អសមស្របមែនតើខ្មែរយើងស្ថិតនៅក្នុងតំបន់ត្រូពិចដែលអាចថាអំណោយផលខ្លាំងពីអាកាសធាតុគ្រាន់តែយើងត្រូវការសម្របអគារនៅក្នុងទម្រង់ប៉ុណ្ណាមួយបើធៀបទៅនឹងតំបន់ដែលត្រជាក់ខ្លាំងដែលក្តៅខ្លាំងយើងនៅក្នុងអាកាសធាតុមួយដែលល្អដែលយើងគ្រាន់តែទាញប្រយោជន៍ពីកត្តាធម្មជាតិហើយយើងធ្វើអគារឲ្យសមស្របឧទាហរណ៍ការធ្វើអគារស្របជាមួយទិសខាងត្បូងជាដើមឧទាហរណ៍បាទអញ្ចឹងយូរទៅពេលយើងធ្វើអគារឡើងយើងធ្វើស្របតាមរាងរបស់ដីជាដើមតែយើងអាចច្នៃអគារទៅជារាងណាផ្សេងទេដែលអាចសម្របខ្លួនជាមួយនឹងទិសខ្យល់បាទมันប្រឆាំងជាមួយនឹងកម្ដៅអីនឹងជាដើមបើមើលតែកាន់តែលម្អិតទៅលើផ្នែកនៃការប្រើប្រាស់នៅខាងក្នុងអគារមែនតើផ្នែកខាងក្នុងអគារក៏ទៅសិតតែជាផ្នែកដែលអាចសម្រួលសកម្មភាពទូចដល់និស្សិតខ្ញុំចាប់អារម្មណ៍ខ្លួនឯងពេលដែលទៅរៀនតាំងពីបឋមអនុវិទ្យាល័យមកដល់សាកលអីនឹងជាដើមខ្ញុំមានអារម្មណ៍ថាសាលារៀនដែលខ្ញុំរៀនទម្រង់ស្រដៀងគ្នាបាទមានន័យថាយើងជា linear box មួយបាទឧទាហរណ៍មួយអគារអញ្ចឹងមាន8បន្ទប់មាន10បន្ទប់បាទហើយយូរទៅគាត់រៀបតាម boundary របស់រាងដីអញ្ចឹងបបិសោដែលរៀន5 6សាលាមកស្តៀងគ្នាទៅលើ layout អញ្ចឹងខ្ញុំគាត់ថាតើយើងអាចធ្វើអ្វីបានខ្លះទៅលើទម្រង់អគារទាំងអស់ហ្នឹងដើម្បីជួយធ្វើឲ្យកាន់តែប្រសើរឡើងអ្វីដែលខ្ញុំចាប់អារម្មណ៍ថាសាលា2 3ដែលពួកខ្ញុំបានទៅសម្ភាសជាមួយនឹងនាយកសាលាហើយនិងស្ថាបត្យករខ្ញុំអាចលើកឧទាហរណ៍មួយសាលានៅស្ទឹងមានជ័យបាទសាលាស្ទឹងមានជ័យរបស់ Nation Grip Academy ដែលគាត់បានកែច្នៃពីគម្រោងស្ទឹងសំរាមពីមុនហ្នឹងទៅជាសាលារៀនចំនួនថ្មីដែលសាលារៀនរបស់ពួកគាត់បានរៀបចំជា 5-6 ជាន់ដែលក្នុងនោះគាត់ជាងការធ្វើថ្នាក់រៀនជាជួរគាត់ច្នៃអគារជារាងអក្សរ L ហើយគាត់បានបែងចែកថ្នាក់តាមជាន់នីមួយនៅមួយចំហៀងទៀតជាមុខងារប្រើប្រាស់រួមមួយចំហៀងដែលប្រើប្រាស់ជាថ្នាក់រៀនគាត់តែងតែទុកលំហមួយមានន័យថាឧទាហរណ៍ថាយើងមាន4បន្ទប់គាត់ទុកមកបន្លោះសម្រាប់ជាអាចថា in between space
សម្រាប់មុនសិស្សចូលទៅថ្នាក់ជាលំហមួយសម្រាប់សកម្មភាពរួមគ្នាបាទជំរុញសកម្មភាពជួបជុំរវាងសិស្សច្បងសិស្សប្អូនកន្លែងដែលអាចធ្វើការងារជាធីមបាទកន្លែងដែលអាចមានការជួបជុំអីផ្សេងទូចបាទជាជាងចូលមកដល់ថ្នាក់រៀនតែម្ដងហើយខ្ញុំបានជួបមួយសិស្សមួយចំនួនគាត់ថាគាត់ចូលចិត្តមកកន្លែងហ្នឹងពេលចេញលេងប្រហែលជាអត់ទៅកង់ទីនទៅអីទេមកនៅអង្គុយក្រៅនៅចិត្តថ្នាក់ហ្នឹងស្រាប់អញ្ចឹងគាត់ជាឧទាហរណ៍ទូចមួយថាការបង្កើតមុខងារទូចមួយចំនួននៅតាមអគារហ្នឹងវាអាចជួយជំរុញឬក៏ផ្ដល់ការគិតឬក៏ផ្ដល់សកម្មភាពផ្សេងដែលយើងចង់សម្រួចទៅលើនិស្សិតដែលមកសិក្សាផ្ទាល់បាទ